សួស្តីអ្នកទាំងអស់គ្នាថ្ងៃហ្នឹងយើងមកជួបគ្នាទៀតហើយដោយថ្ងៃនេះគឺយើងនិយាយតាក់ទងជាមួយនឹង Infinite Loop ហើយអីទៅជា Infinite Loop Infinite Loop ហ្នឹងគឺចង់បានន័យថាគឺជា loop មួយដែលយើងប្រើប្រាស់ដើម្បីក្នុងការសួរនៅអ្វីដែលយើងអត់ដឹងប្រកាសថាវានឹងបញ្ចប់នៅពេលណាវាអាចនឹងបញ្ចប់ពេលណាយើងអត់ដឹងច្បាស់នៅចំនួនដែលយើងចង់បញ្ចប់វាដូចជា for loop while អឺដែលយើងដាក់លេខឬក៏ do while ដែលយើងដាក់ទៅថា for loop ហ្នឹងយើងចង់បាន10ដង loop ហ្នឹងដដែលៗ10ដងប៉ុន្តែសម្រាប់ infinite loop ហ្នឹងគឺយើងប្រើប្រាស់គឺយើងអត់ដឹងច្បាស់ថាវានឹងបញ្ចប់10ដង20ដងឬក៏1000ដងអីទេគឺយើងអត់ច្បាស់ទេអញ្ចឹងគឺយើងប្រើប្រាស់ infinite loop ដែល infinite loop ហ្នឹងគឺយើងប្រើជាមួយនឹង while true ឧទាហរណ៍យើងចង់សួរតាក់ទងជាមួយនឹង password យើងចង់ឲ្យ user អ្នកប្រើប្រាស់យើងគាត់ input password អញ្ចឹងយើងអត់ប្រកាសទេថានិយាយទៅដូច guarantee ឧទាហរណ៍ guarantee វិញឥឡូវយើងឲ្យមិត្តភក្តិយើងគាត់ទាយអឺថាយើងចូលចិត្តអីអញ្ចឹងយើងក៏អត់ទាន់ដឹងថាគាត់អាចទាយត្រូវនៅចំណុចណាដែរអញ្ចឹងណាអញ្ចឹងគឺយើងអាចប្រើប្រាស់ infinite loop នឹងបានដោយយើងប្រើប្រាស់ while true និយាយទៅយើងគ្រាន់តែឧទាហរណ៍ទេថាបែបម៉េចចឹងទៅតែឥឡូវដើម្បីចូលទៅកាន់ការប្រើប្រាស់ while true ឧទាហរណ៍ខ្ញុំចង់ឲ្យuser អ្នកប្រើប្រាស់យើងគាត់ input លើ password អញ្ចឹងគឺខ្ញុំត្រូវការ input គឺការវាយតម្លៃចូលអញ្ចឹងខ្ញុំត្រូវបង្កើត variable មួយឈ្មោះថា input ហើយខ្ញុំចង់អឺដោយសារតែខ្ញុំចង់ input password អញ្ចឹងខ្ញុំត្រូវបង្កើត password ឲ្យហើយឥឡូវខ្ញុំដាក់ correct password ទៅអញ្ចឹង correct password ហ្នឹងគឺខ្ញុំកំណត់តម្លៃឲ្យហើយអញ្ចឹងខ្ញុំអាច password របស់ user ហ្នឹងអាចដាក់1 2 3 4 5 6អូខេអញ្ចឹងអានេះជា variable ដែលយើងចង់បានគឺយើងត្រូវការ input របស់គាត់ព្រោះយើងប្រើប្រាស់ការសួរហើយ password នេះគឺយើងដាក់ឲ្យដឹងឲ្យហើយថាអូ password តើតាគាត់ input លេខនេះបានវាត្រូវអញ្ចឹងឥឡូវយើងប្រើប្រាស់ while true ហ្នឹងមានថាវាពិតរហូតអញ្ចឹងយើងអាចសរសេរទៅ cout enter password ហើយ wait enter password អញ្ចឹងគាត់ enter password គឺយើងត្រូវការ signហ្នឹងគឺសម្រាប់ឲ្យ user ហ្នឹងគាត់ input ចូលអញ្ចឹង sign ហ្នឹងគឺយើងឲ្យ input កន្លែងនេះព្រោះអី input ហ្នឹងគឺគាត់មាន variable ស្ទាត់ជា string អញ្ចឹងគាត់អាច input password ហ្នឹងឲ្យគេអញ្ចឹងអានេះ while true មានន័យថានៅពេលដែលយើង run code control alt n let me clear this ឥឡូវវាឲ្យ input password ទៅនេះនិយាយទៅយើងអត់ទាន់ដាក់លក្ខខណ្ឌថាវាត្រូវអញ្ចឹងវានៅសួររហូតយើងដាក់អីក៏វានៅតែបន្តសួរដដែលអញ្ចឹងអាហ្នឹងគឺជា password គេហៅថា infinite loop ហ្នឹងហើយអញ្ចឹងដើម្បីឲ្យវាអាចអកំណត់ថាអបើសិនជាគេផុតត្រូវអញ្ចឹងគឺយើងប្រើប្រាស់លក្ខខណ្ឌ if else អីហ្នឹងដើម្បីអបើសិនជាគាត់ផុតត្រូវគឺយើងនឹង break the loop ហ្នឹងដើម្បីកុំឲ្យវា loop រហូតអញ្ចឹងណាប៉ុន្តែយើងប្រើ infinite loop នេះព្រោះយើងអត់ច្បាស់ថាវានឹងបញ្ចប់នៅកន្លែងណាវានៅ loop រហូត until it correct មានន័យថាតើត្រូវតម្លៃអញ្ចឹងដើម្បីត្រូវតម្លៃគឺយើងប្រើ if else យើងដាក់ if មកដោយសារតើតម្លៃរបស់យើងគឺប្រើប្រាស់ input គឺយើងដាក់ if input ស្មើជាមួយនឹង correct password នេះនិយាយទៅអាស្មើនេះគឺតម្លៃដាច់ខាតតតែអា input នេះដូចជាមួយនឹងអាតម្លៃរបស់ correct password នេះបានអីគេបាន cout គឺយើង print មកថា you've got the correct answer ដោយសារតែវាជា password យើងអាចដាក់ថា log in successfully អូខេ log in successfully អញ្ចឹងទៅហើយយើងដាក់ enter មួយដើម្បីបញ្ចប់
តមកយើងប្រើប្រាស់ break break កន្លែងនេះគឺយើង break the loop យើង break the loop ដើម្បីបើសិនជាគេប្រើប្រាស់វា correct password ណាគេបញ្ចូល password ត្រូវគឺវានឹង exit the loop អញ្ចឹងបន្ទាប់ពីយើងrun ទៅយើងនឹងឃើញឲ្យ input password ដែល password យើងត្រូវនេះគឺ1 2 3 4 5 6ឥឡូវខ្ញុំដាក់1 2 1 2 3សិនវានៅសួររហូតព្រោះវាអត់ទាន់ correct ចាអញ្ចឹងតើខ្ញុំដាក់1 2 3 4 5 6ឃើញ login successfully អត់កន្លែងហ្នឹងគឺវាអញ្ចឹងហ្មងឬក៏យើងអាចដាក់កន្លែងមួយនេះអាចដាក់ថាឲ្យគេ input password នេះយើងអាចដាក់កន្លែងមួយទៀតដើម្បីថាខាងលោកគេអត់ចង់ input ទេខាងលោកអត់ត្រូវទៅគេរៀងតលន់គេរៀងធុញដែរអញ្ចឹងណាអញ្ចឹងយើងអាចដាក់ all type exit to quit អញ្ចឹងមានន័យថានៅពេលដែលគេ type exit នេះដើម្បី quit អញ្ចឹងយើងត្រូវបង្កើត if មួយទៀត if មួយទៀតដើម្បីឲ្យ input ហ្នឹងបើសិនជា input ហ្នឹងស្មើជាមួយនឹងពាក្យ exit គឺកូដហ្នឹងវានឹង print exiting program ហើយវា break the loop មកកន្លែង break នេះគឺយើង exit the loop យកមកបើសិនជាវាប្រាក់លក្ខខណ្ឌគេសរសេរចូលកន្លែង enter password នេះហើយគេដាក់ exit ហ្នឹងគឺវា break the loop អញ្ចឹងមានថាគឺវាឈប់ run ឈប់សួរឈប់ឲ្យយើងដាក់ enter password ទៀតហើយទៅមើល drop in មើលយើងដាក់2 3ហើយយើងដាក់ពាក្យ exit ឃើញមាន exiting program ហើយ Yeah or you can just អានេះវាយើងចង់ឲ្យវាស្អាតយើងអាចដាក់ឆ្នៃដក clear ចុះបន្ទាត់បន្ថែមទៀតក៏បានដែរឥឡូវកន្លែងនេះខ្ញុំបានតែ login successfully ឯងកន្លែងinput password នេះហ៎អញ្ចឹងចុះបើសិនជាលក្ខខណ្ឌគេ input incorrectly វិញគឺវានៅតែបន្តសួរដដែលគ្រាន់តែយើងចង់ដាក់ពាក្យមួយដើម្បីឲ្យគេដឹងថាយើងនឹង input password ហ្នឹងអត់ត្រូវទេអញ្ចឹងយើងអាចប្រើប្រាស់ else ដែល else នេះគឺយើងនឹង print ថា incorrect password ELSE correct password អញ្ចឹង password របស់អ្នកអត់ត្រឹមត្រូវទេ please try again try again ដាក់ចេះមកហើយយើងដាក់ enter អញ្ចឹងអានេះគឺបើសិនជា password យើងវាយខុសវានឹង load អាមួយនេះ control alt n ដល់1 4 5 6ឃើញ incorrect password អត់ហើយ incorrect password ហើយវា loop តដោយសារតាកន្លែងនេះយើងមានដាក់ break ទេគឺយើងឲ្យ loop ធម្មតាទៅពេលតគេអាចវាយបញ្ចូលនៅ password ដ៏ត្រឹមត្រូវបានវាចេញ loop ហ្នឹងចេញពី loop ហ្នឹងណាយើងប្រើប្រាស់ break កន្លែងនេះដូចអានេះដែរដោយសារតែគេចង់ exit គឺយើងត្រូវតែ break គឺដាក់ឲ្យវាផ្ដាច់ loop ហ្នឹងអញ្ចឹងឥឡូវនេះគឺវាចូលទៅក្នុងលក្ខខណ្ឌ L នេះបើសិនជាវាចូលទៅក្នុងលក្ខខណ្ឌ L នេះ while true ហ្នឹងនៅតែពិតដដែលវាអត់មាន break ទេអញ្ចឹងយើងបន្តទៀត password អាចចេះមកនៅតែដដែលពួកគេប្រាប់ថា incorrect password please try again បើយើងដាក់ឲ្យត្រូវ1 2 3 4 5 6 login successfully Yeah so មេរៀនថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងសូមខឹងថាអ្នកទាំងអស់គ្នាអាចនឹងយកពី infinite loop និងការប្រើប្រាស់របស់វានៅក្នុងលក្ខខណ្ឌណាមួយអញ្ចឹងសូមអរគុណសម្រាប់ការទស្សនា